បាទគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់សម្រាប់រឿងជួរមកហើយថ្ងៃនេះផងដែរខ្ញុំបាននឹងសម្រាប់តរឿង Listing Video ភាគទី4បងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមក្នុងក្រុម Telegram ហើយនិង Messenger ផងដែលខ្ញុំបានដាក់ link នៅខាងក្រោមកុំឲ្យខាតពេលយូរយើងចូលទៅទស្សនាសាច់រឿងនឹងទាំងអស់គ្នាហងជូបានធ្វើការសួរបញ្ជាក់ថាតើលោកស្រឡាញ់ខ្ញុំហើយជេកយ៉ុងក៏ស្រឡាញ់ខ្ញុំដែរអញ្ចឹងហើយស៊ីនយូគាត់ក៏និយាយថារឿងដែលមិនអាចទៅរួចវាបានទៅរួចហើយដោយសារតែអ្នកដែលផឹកទឹកមុនមិនមែនជាជេកយ៉ុងទេគឺជាខ្ញុំពីដំបូងហងជូនាងអត់ជឿទេដោយសារតែទឹកមុននឹងគឺនាងបានចាក់ដាក់កែវរបស់ជេកយ៉ុងទេហើយតើហេតុអីបានជាស៊ីនយូជាអ្នកផឹកទៅវិញដើម្បីកុំឲ្យពិបាកនៅក្នុងការបកស្រាយស៊ីនយូគាត់ក៏បង្ហាញកាមេរ៉ាសុវត្ថិភាពទៅកាន់ហងជូតែម្ដងឥឡូវពួកគេទាំងពីរអ្នកបានដឹងការពិតហើយអ្នកដែលផឹកទឹកមុនមិនមែនជាជេកយ៉ុងទេគឺជាស៊ីនយូគាត់ក៏បន្តទៀតថារាល់ពេលដែលគាត់បានជួបជាមួយនឹងហងជូគឺបេះដូងរបស់គាត់លោតញាប់ខ្លាំងមែនទែនហងជូក៏និយាយទៅវិញហើយចុះហេតុអីបានជាលោកមិនទប់វាកុំឲ្យវាលោតសេនយូក៏បន្តខ្ញុំមិនមែនជាអ្នកបញ្ជាវាទេវាគឺជាអ្នកបញ្ជាខ្ញុំឥឡូវសូម្បីតែហងជូនឹងក៏មិនដឹងធ្វើម៉េចដែរព្រោះទឹកមុនដែលនាងដាក់នឹងគឺនាងដាក់ជេកយ៉ុងប៉ុន្តែអ្នកដែលផឹកនឹងគឺជាសេនយូទៅវិញហងជូក៏ចាប់ផ្ដើមធ្វើមុខចង់យំដាក់សេនយូហើយសេនយូក៏និយាយទៅកាន់នាងថាកុំធ្វើមុខអញ្ចឹងដាក់ខ្ញុំបេះដូងរបស់ខ្ញុំផ្ទុះចេញមកក្រៅឥឡូវហើយអញ្ចឹងហើយសេនយូក៏ប្រាប់ឲ្យហងជូដកវេទមន្តរបស់នាងត្រឡប់ទៅវិញប៉ុន្តែសូម្បីតែហងជូខ្លួនឯងនឹងក៏អត់ដឹងថាត្រូវដកវេទមន្តនឹងត្រឡប់មកវិញដោយរបៀបណាដែរសេនយូក៏បន្តទៀតបើមិនដកវេទមន្តនឹងត្រឡប់ទៅវិញទេគាត់នឹងប្រច័ណ្ឌជាមួយនឹងហងជូបើសិនជានាងតាក់ទងជាមួយនឹងជេកយ៉ុងក្រោយពេលដែលនិយាយគ្នាហើយពួកគេទាំងពីរនាក់ក៏ចែកជើងគ្នាទៅផ្ទះរៀងខ្លួនស្រាប់តែពេលហ្នឹងសេនយូគាត់ឈរនៅស្ងៀមអញ្ចឹងហើយហងជូក៏និយាយទៅកាន់គាត់ថាហេតុអីបានជាមិនទៅផ្ទះនៅឈរធ្វើអីសេនយូគាត់ក៏តបថាគាត់ក៏ចង់ទៅផ្ទះដែរប៉ុន្តែជើងហើយនឹងបេះដូងរបស់គាត់ដូចជាអត់សហការគ្នាសោះដោយបេះដូងរបស់គាត់នឹងបានប្រាប់គាត់ថាវាពិតជានឹកហងជូខ្លាំងមែនទែនក្រោយពេលដែលជួបជាមួយនឹងហងជូហើយសេនយូគាត់ក៏ត្រឡប់មកផ្ទះវិញសេនយូគាត់ក៏និយាយតែម្នាក់ឯងតើគាត់គួរធ្វើអីបន្តទៀតបើចិត្តរបស់គាត់នឹកហងជូអត់លះហើយអញ្ចឹងចំណែកហងជូវិញនាងក៏អង្គុយគិតដែរម្នាក់ត្រូវទឹកមុនហើយស្រឡាញ់នាងម្នាក់ទៀតអត់បានផឹកទឹកមុនទេហើយស្រឡាញ់នាងដូចគ្នាកំពុងតែអង្គុយគិតនឹងនាងក៏បាននឹកឃើញពេលដែលនាងទៅជួបជាមួយនឹងជេកយ៉ុងនៅពេលហ្នឹងជេកយ៉ុងបានប្រាប់នាងថាគាត់គ្មានគ្រួសារទេហើយគាត់ក៏ជាមនុស្សម្នាក់គ្មានអីល្អនោះទេល្អមើលតែខាងក្រៅតែប៉ុណ្ណោះអញ្ចឹងហើយគាត់ក៏ប្រាប់ឲ្យនាងទៅស្រឡាញ់អ្នកផ្សេងដែលល្អជាងគាត់ទៅកុំមកស្រឡាញ់គាត់អីឈុតហ្នឹងក៏កាន់មួយថ្ងៃបន្ទាប់ដែលយើងឃើញជេកយ៉ុងកំពុងតែនៅក្នុង office តែម្នាក់ឯងក្រោយពេលដែលគាត់បានប្រាប់ហងជូឲ្យទៅស្រឡាញ់អ្នកផ្សេងក្រៅពីគាត់ហ្នឹងសូម្បីតែគាត់ខ្លួនឯងក៏ពិបាកចិត្តដែរនៅពេលហ្នឹងឪពុករបស់គាត់ក៏ផ្ញើសារចូលមកដោយគាត់បាននិយាយថាបើសិនជាឯងអត់លើកលេខទូរស័ព្ទរបស់យើងទេយើងនឹងទៅរកឯងដល់កន្លែងធ្វើការតែម្ដងឈុននឹងក៏កាន់មកកន្លែងហងជូវិញដែលពួកគេកំពុងតែធ្វើការប្រជុំហើយអ៊ុនយ៉ុងបានធ្វើការណែនាំទៅកាន់ពួកគេថាពេលដែលធ្វើការជាមួយគាត់ហាមស្អប់ខ្ពើមគ្នាហាមបូលីគ្នាហើយត្រូវតែស្រឡាញ់គ្នាគ្រាន់តែនិយាយចប់ភ្លាមស្រាប់តែស៊ីនយូនឹងគាត់បានទិញនំចំណីហើយនឹងកាហ្វេមកច្រើនខ្លាំងមែនទែនហើយស៊ីនយូក៏និយាយទៅកាន់ពួកគេថាគាត់មកនឹងគឺដើម្បីធ្វើការសារភាពអំពីរឿងដែលគាត់បានបុករះផ្កាយនៅតាមដងផ្លូវតាមពិតទៅរឿងនឹងខាងធានារ៉ាប់រងបានដោះស្រាយរួចហើយចុះគាត់មកសារភាពធ្វើអីទៀតគឺគាត់ចង់បញ្ជាក់ប្រាប់ក្រុមរបស់ហុងជូថារឿងហ្នឹងគាត់គឺជាអ្នកធ្វើអញ្ចឹងហើយកុំឲ្យពួកគេនឹងដាក់សម្ពាធទៅលើហុងជូតែម្នាក់ឯងហើយស៊ីនយូគាត់ក៏បន្តទៀតបើតាមគាត់ដឹងគឺក្រុមរបស់ហុងជូនឹងតែងតែបូលីហុងជូរហូតដូច្នេះហើយគាត់អត់ចង់ឲ្យក្រុមរបស់ហុងជូនឹងបូលីនាងដោយសារតែកំហុសរបស់គាត់នោះទេខ្ញុំគិតថាអ្នកទាំងអស់គ្នាយល់កន្លែងហ្នឹងតាមពិតទៅគឺស៊ីនយូគាត់ចង់ប្រាប់ក្រុមរបស់ហុងជូថាចាប់ពីថ្ងៃហ្នឹងទៅឈប់បូលីហុងជូទៀតប៉ុន្តែគ្រាន់តែភាសាការទូតគេអត់និយាយត្រង់ៗទេគេនិយាយបែបប្រឆិតប្រឆៀងអញ្ចឹងឯងដោយសារតែរឿងហ្នឹងហុងជូក៏បានហៅស៊ីនយូនឹងមកនិយាយគ្នានៅខាងក្រៅម្ដងដោយនាងបានធ្វើការស្ដីបន្ទោសទៅកាន់ស៊ីនយូហើយតែបានជាស៊ីនយូនឹងតែញ៉ៃញ៉ៃនៅកន្លែងធ្វើការរបស់នាងអញ្ចឹងស៊ីនយូគាត់ក៏តបត្រឡប់មកវិញថារឿងដែលបានធ្វើទាំងប្រមាណមិនមែនគាត់ជាអ្នកធ្វើទេគឺបេះដូងរបស់គាត់ជាអ្នកបញ្ជាគាត់ឲ្យធ្វើហើយស្មានតែគាត់ចង់ធ្វើអញ្ចឹងណាស់ទៅអីពេលដែលគាត់ធ្វើសម្បីតែគាត់ខ្លួនឯងនឹងក៏ខ្មាស់គេដែរមិនត្រឹមតែប៉ុណ្្នឹងទេកន្លែងនឹងស៊ីនយូគាត់ក៏បានប្រាប់ហុងជូថាគាត់បានបែកគ្នាជាមួយណាយុនហើយរឿងទាំងអស់ហ្នឹងវាអាចកើតឡើងទៅបានគឺដោយសារតែទឹកវេទមន្តរបស់ហុងជូនឹងឯងគ្រាន់តែបានលឺអញ្ចឹងភ្លាមហុងជូនាងក៏អង្គុយចុះហើយពិបាកចិត្តខ្លាំងមែនទែនថាតើនាងគួរតែធ្វើអីបន្តទៀតដើម្បីកុំឲ្យហុងជូពិបាកចិត្តតែម្នាក់ឯងស៊ីនយូគាត់ក៏អង្គុយចុះហើយកាន់ដៃរបស់នាងគាត់បានប្រាប់នាងថាកុំបន្ទោសខ្លួនឯងអីកាលណានាងធ្វើអញ្ចឹងបេះដូងគាត់វាឈឺស៊ីនយូក៏បន្តទៀតបើមិនចង់ឲ្យគាត់ធ្វើអញ្ចឹងទេដកវេទមន្តនឹងចេញទៅវិញទៅប៉ុន្តែហុងជូអត់ចេះដកវេទមន្តនឹងចេញមកវិញទេនាងបានប្រាប់ឲ្យស៊ីនយូត្រឡប់ទៅវិញហើយផឹកទឹកឲ្យច្រើនទៅថាមិនត្រូវទឹកអាចបន្សាបវេទមន្តនឹងក៏ថាបានស៊ីនយូគាត់ក៏បន្តបើសិនជាផឹកទឹកបានផឹកជាមួយនឹងហុងជូវាឆ្ងាញ់ហ្មងហើយគាត់ក៏ហៅហុងជូឲ្យទៅផឹកទឹកជាមួយនឹងគាត់ប៉ុន្តែហុងជូបានរត់គេចខ្លួនចេញពីកន្លែងនឹងបាត់ទៅហើយឈុតនឹងក៏កាត់មកកន្លែងឪពុករបស់ស៊ីនយូដែលគាត់កំពុងតែអង្គុយនិយាយគ្នាជាមួយណាយុនដោយគាត់បានប្រាប់ណាយុនថាកូនរបស់គាត់នឹងមានជំងឺប្រចាំកាយអញ្ចឹងហើយបានជាកូនរបស់គាត់ចេះតែធ្វើអីចម្លែកអញ្ចឹងតាមពិតទៅណាយុនក៏ធ្លាប់ឮគេនិយាយតគ្នាថាគ្រួសារតកូចាងនឹងគឺមានជំងឺតជំនាន់មួយក៏ប៉ុន្តែនាងអត់ដឹងថាជំងឺនឹងគឺជាជំងឺអីគេនោះទេអញ្ចឹងហើយឪពុករបស់ស៊ីនយូនឹងគាត់ក៏ស្នើសុំឲ្យណាយុននៅក្បែរស៊ីនយូជួយមើលថែស៊ីនយូជំនួសគាត់ផងឲ្យណាយុនចូលទៅក្បែរអីបើឥឡូវនឹងស៊ីនយូកំពុងតែស្រឡាញ់ហុងជូនឹងឈុននឹងក៏កាន់មកកន្លែងតួឯកប្រុសរបស់យើងវិញដែលគាត់
គាត់កំពុងតែព្យាយាមផឹកទឹកទៅតាមការណែនាំរបស់ហុងជូស្របពេលដែលហុងជូកំពុងតែចុះមកយកអីវ៉ាន់នៅខាងក្រោមគ្រាន់តែកលេចមកក្រោយភ្លាមក៏ឃើញស៊ីនយូមកឈរនៅក្បែរនាងល្មមហើយគាត់ក៏ប្រាប់នាងថាគាត់ចុះមកនឹងគឺដើម្បីជួយយកអីវ៉ាន់របស់នាងឡើងទៅជន់ខាងលើហុងជូក៏ទៅដណ្ដើមយកអីវ៉ាន់នឹងត្រឡប់មកវិញតែដោយសារតែការមិនប្រយ័ត្នក៏ធ្វើឲ្យវាជ្រុះទៅដីអស់ទៅអញ្ចឹងហើយនាងក៏ធ្វើការស្ដីបន្ទោសឲ្យស៊ីនយូថាគាត់មិនមែនមកជួយនាងទេគឺមកធ្វើឲ្យនាងរវល់កាន់តែខ្លាំងស៊ីនយូគាត់ក៏បន្តបើអញ្ចឹងល្អហើយគាត់បាននៅចិត្តហុងជូកាន់តែយូរនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែនៅក្បែរគ្នានឹងណាយុនក៏សម្លឹងមើលពួកគេទាំងពីរនាក់ពីចម្ងាយផងដែរគាត់ធ្វើឲ្យណាយុនគិតថាអញ្ចឹងតើបានជាស៊ីនយូដកចិត្តពីនាងហុងជូក៏និយាយទៅកាន់ស៊ីនយូទៀតឲ្យគាត់នឹងត្រឡប់ទៅវិញទៅប្រយ័ត្នតែមានគេឃើញនឹងគេនិយាយដើមហុយពេញនឹងលើស៊ីនយូគាត់ក៏បន្តថាគាត់ក៏មិនចង់ធ្វើអញ្ចឹងដែរប៉ុន្តែបេះដូងរបស់គាត់ជាអ្នកបញ្ជាគាត់ធ្វើអញ្ចឹងទេមួយទៀតវាក៏ជាសំណាងល្អសម្រាប់គាត់ដែរដោយសារតែវេទមន្តដោះបដាសាហើយនឹងព្យាបាលជំងឺនឹងគឺទទួលបានជោគជ័យហើយដោយសារតែដៃរបស់គាត់នៅក្នុងពេលបច្ចុប្បន្ននឹងគឺប្រើប្រាស់បានធម្មតាដូចមុនវិញហើយនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នានឹងស៊ីនយូគាត់លិចនោមខ្លាំងមែនទែនប៉ុន្តែគាត់ទៅបន្ទប់ទឹកអត់រួចទេព្រោះថាជើងរបស់គាត់នឹងអត់ស្ដាប់បញ្ជាដែលមានន័យថាវាអត់ចង់ដើរទៅណាទេវាចង់នៅចិត្តតែហុងជូម្នាក់តែប៉ុណ្ណោះដល់ពេលយប់ឡើងនៅពេលដែលហុងជូត្រឡប់មកវិញនាងក៏បានជួបជាមួយនឹងអ៊ីម្ចាស់ផ្ទះគាត់ទៅនៅចការយូរហើយគាត់ទើបតែត្រឡប់មកវិញណាអញ្ចឹងហើយពួកគាត់ទាំងពីរនាក់នឹងក៏បានរៀបចំបាយម្ហូបញ៉ាំជុំគ្នាមកពេលទៅនៅពេលហ្នឹងអ៊ីម្ចាស់ផ្ទះក៏បានប្រាប់ហុងជូថាជាន់ខាងក្រោមគឺគាត់បានជួលឲ្យគេហើយមានន័យថាផ្ទះនឹងមាន2ជាន់ជាន់ខាងលើគឺហុងជូជាអ្នកជួលហើយជាន់ខាងក្រោមគឺអ៊ីម្ចាស់ផ្ទះនឹងបានជួលបន្តទៅឲ្យគេម្នាក់ទៀតឈុតនឹងក៏កាត់មកកន្លែងស៊ីនយូវិញពេលដែលគាត់កំពុងតែដេកនឹងគាត់ក៏យល់សពឃើញពីអតីតកាលគឺគាត់បានឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយយំបើតាមការស្មានក្មេងប្រុសម្នាក់នឹងគឺជាគាត់នឹងហើយនៅពេលដែលក្មេងប្រុសនឹងកំពុងតែអង្គុយយំក៏មានក្មេងស្រីម្នាក់ទៀតបានដើរចូលមកយល់សពឃើញតែប៉ុណ្្នឹងស៊ីនយូគាត់ក៏ភ្ញាក់នឹងខ្លួនតែម្ដងទៅឈុតនឹងក៏កាន់មកដល់ពេលយប់ដែលហុងជូកំពុងតែដើរត្រឡប់ទៅផ្ទះវិញហើយនៅតាមផ្លូវគឺភ្លើងដាច់អស់អាលីងតែម្ដងហើយនៅពេលហ្នឹងក៏មានមនុស្សស្លៀកពាក់ខ្មៅម្នាក់ដើរតាមមកពីក្រោយនាងដែលធ្វើឲ្យនាងមានការភ័យខ្លាចខ្លាំងមែនទែនហើយនាងក៏បញ្ញាបញ្ញារត់ចេញពីកន្លែងហ្នឹងតែម្ដងទៅមកដល់មុខបន្តិចហ្នឹងនាងក៏បានជួបជាមួយនឹងបរិសម្នាក់ទៀតខំតែភ័យស្មានតែពីណាគេតាមពិតទៅគឺជាស៊ីនយូសោះពួកគេទាំងពីរនាក់ក៏ដើរត្រឡប់ទៅវិញតាមរកមនុស្សស្លៀកពាក់ខ្មៅដែលដើរតាមពីក្រោយហុងជូប៉ុន្តែពួកគេអត់មានឃើញនោះទេកំពុងតែដើរហ្នឹងភ្លើងក៏ត្រឡប់មកវិញហើយភ្លឺច្បាស់ជាងកាលពីមុនទៅទៀតភ្លើងភ្លឺច្បាស់ជាងកាលពីមុនមិនមែនជារឿងចៃដន្យទេគឺស៊ីនយូជាអ្នកចរចាជាមួយនឹងចៅហ្វាយក្រុងឲ្យចៅហ្វាយក្រុងរៀបប្រព័ន្ធភ្លើងនៅកន្លែងនឹងឡើងវិញដើម្បីអីគឺដើម្បីការពារមនុស្សដែលគាត់ស្រឡាញ់នឹងឯងកំពុងតែនិយាយនឹងស្រាប់តែស៊ីនយូគាត់បានឃើញរូបថតកាលពីនៅក្មេងរបស់ហុងជូនៅក្នុងទូរស័ព្ទដៃរបស់នាងគាត់ធ្វើឲ្យស៊ីនយូគាត់នឹកឃើញក្មេងស្រីដែលគាត់បានដេកយល់សប្តិឃើញនឹងគឺជាហុងជូកាលពីនៅក្មេងនៅក្នុងទូរស័ព្ទដៃនឹងឯងគាត់ធ្វើឲ្យស៊ីនយូគាត់ឆ្ងល់ខ្លាំងមែនទែនគាត់អត់ធ្លាប់ជួបគ្នាជាមួយនឹងហុងជូកាលពីនៅក្មេងទេប៉ុន្តែហេតុអីបានជាគាត់ដេកយល់សប្តិឃើញនាងហើយស៊ីនយូគាត់ក៏បាននិយាយរឿងដែលគាត់ដេកយល់សប្តិឃើញហុងជូកាលពីនៅក្មេងប្រាប់នាងផងដែរប៉ុន្តែមើលទៅនាងដូចជាគ្មានការចាប់អារម្មណ៍ជាមួយនឹងរឿងទាំងអស់ហ្នឹងទេអញ្ចឹងហើយស៊ីនយូគាត់ក៏បន្តទៀតម្យ៉ាងដែរកំពុងតែស្រឡាញ់គេហើយក៏ដេកយល់សប្តិឃើញគេតាំងពីនៅក្មេងទៀតធ្វើឲ្យអារម្មណ៍របស់ខ្ញុំល្អខ្លាំងមែនទែនស៊ីនយូគាត់ក៏ប្រាប់ឲ្យហុងជូទទួលខុសត្រូវនៅអ្វីដែលនាងបានធ្វើចំពោះគាត់ហើយបើសិនជានាងអត់ទទួលខុសត្រូវទេត្រូវតែដកវេទមន្តនឹងយកទៅវិញហ្នឹងហើយដោយសារតែហុងជូអត់ដឹងថាត្រូវដកវេទមន្តនឹងទៅវិញដោយរបៀបណានាងក៏ហៅស៊ីនយូមកជួបជាមួយនឹងអ្នកគ្រូអនវ៉លតែម្ដងប៉ុន្តែអ្នកគ្រូអនវ៉លមិនអាចនិយាយជាមួយនឹងពួកគេម្ដងទាំងពីរនាក់បានទេគឺត្រូវនិយាយជាមួយពួកគេម្ដងម្នាក់ដោយអ្នកគ្រូអនវ៉លបានប្រាប់ពួកគេទាំងពីរនាក់ថាវាគឺជាទម្លាប់របស់គាត់អញ្ចឹងហើយស៊ីនយូគាត់ក៏ចូលទៅនិយាយជាមួយអ្នកគ្រូអនវ៉លមុនដោយគាត់បានរៀបរាប់នៅរឿងរ៉ាវដែលបានកើតឡើងទាំងប្រមាណហ្នឹងប្រាប់អ្នកគ្រូអនវ៉លឲ្យបានដឹងហើយអ្វីដែលគាត់ចង់បានហ្នឹងគឺគាត់ចង់ឲ្យអ្នកគ្រូអនវ៉លជួយដោះវេទមន្តនឹងចេញវិញអ្នកគ្រូអនវ៉លគាត់ក៏តបត្រឡប់មកវិញថាគាត់ក៏អត់ដឹងពីវិធីនៅក្នុងការដោះវេទមន្តនឹងដែរព្រោះអ្នកដែលអាចដាក់ហើយនឹងដោះវេទមន្តនឹងបានមានតែម្ចាស់ប្រអប់ឈើតែប៉ុណ្ណោះស៊ីនយូក៏បន្តថាហុងជូនឹងគឺជាម្ចាស់ប្រអប់ឈើហើយប៉ុន្តែនាងក៏មិនដឹងពីវិធីនៅក្នុងការដោះវេទមន្តនឹងដែរបន្តមកអ្នកគ្រូអនវ៉លក៏បានឲ្យហុងជូចូលមកជួបគាត់ម្ដងអ្នកគ្រូអនវ៉លក៏បានប្រាប់ហុងជូថាវិធីដែលអាចដោះវេទមន្តនឹងបានមានតែមួយគត់ប៉ុន្តែអ្នកដឹករឿងអត់បានបង្ហាញយើងទេថាតើអ្នកគ្រូអនវ៉លនឹងបាននិយាយអីគេខ្លះហើយសាច់រឿងក៏បានកាត់មកកន្លែងហុងជូដើរចេញមកក្រៅតែម្ដងស៊ីនយូក៏ព្យាយាមដើរតាមសួរហុងជូដែរថាតើអ្នកគ្រូអនវ៉លបាននិយាយអីគេខ្លះហើយហុងជូក៏តបមកវិញថាគឺនាងអត់ហ៊ាននិយាយនោះទេបើសិនជាស៊ីនយូចង់ដឹងឲ្យគាត់ទៅសួរអ្នកគ្រូអនវ៉លខ្លួនឯងទៅនៅពេលដែលហុងជូត្រឡប់មកដល់ផ្ទះវិញនាងក៏អង្គុយគិតថាតើនាងគួរតែធ្វើអីបន្តទៀតនាងក៏យកសភៅវេទមន្តនឹងមកអាននៅក្នុងសភៅវេទមន្តនឹងបានសរសេរថាការដែលដកវេទមន្តចេញមកវិញមិនមែនជាការងាយស្រួលនោះទេហើយបើសិនជានាងហ៊ានដកវេទមន្តនោះត្រឡប់មកវិញនោះនឹងមានរឿងអាក្រក់កើតឡើងចំពោះនាងចំណែកឯស៊ីនយូចង់ដឹងពីវិធីដកវេទមន្តនឹងគាត់ក៏បានទេទៅអ្នកគ្រូអនវ៉លទាំងយប់តែម្ដងចម្លើយដែលស៊ីនយូទទួលបាននោះគឺអ្នកគ្រូអនវ៉លនិយាយថាគាត់បាត់ការចងចាំអស់ហើយអ្នកគ្រូអនវ៉លក៏ប្រាប់ឲ្យស៊ីនយូនឹងទៅសួរហុងជូទៅឈុតនឹងក៏កាត់មកថ្ងៃបន្ទាប់ដែលហុងជូបានទទួលការប្តឹងពីប្រជាពលរដ្ឋថាផ្កានៅតាមសួនសពូនអស់ហើយឲ្យហុងជូទៅពិនិត្យមើលបន្តិចទៅគ្រាន់តែទទួលបានការប្តឹងភ្លាមហុងជូក៏ប្រញាប់ចេញទៅកន្លែងសួនតែម្ដងដើម្បីពិនិត្យមើលថាតើផ្កាវាពិតជាសពូនមែនអត់ប៉ុន្តែក្រោយពេលដែលពិនិត្យមើលឃើញថាផ្កាទាំងនោះអត់មានសពូនទេហើយថែមទាំងរីកល្អទៀតផងហើយចោះពីណាគេក៏តនេម្លេះទេតែប្តឹងគេថាផ្កាសពូនអីហ្នឹងហើយអ្នកដែលតនេហើយបានទេតែប្តឹងថាផ្កាសពូនហ្នឹងគឺជាតួឯកប្រុស
ប្រុសរបស់យើងហ្នឹងឯងនៅពេលហ្នឹងគាត់ក៏និយាយទៅកាន់ហុងជូថាផ្កាដែលសពោហ្នឹងមិនមែនផ្កានៅក្នុងសួនទេគឺផ្កានៅក្នុងចិត្តរបស់គាត់ហើយមូលហេតុដែលផ្កានៅក្នុងចិត្តរបស់គាត់សពោហ្នឹងគឺដោយសារតែគាត់អត់បានជួបមុខហុងជូហើយលេងអីតើអញ្ចឹងបើសិនខ្ញុំជាហុងជូវិញណាផ្កាហ្នឹងដឹងតែត្រូវពីប្រទេសអានីបឯងនិយាយមែនសិនយូគាត់ក៏បន្តទៀតបើសិនជាហុងជូមិនចង់ឲ្យមានរឿងអញ្ចឹងកើតឡើងទេនាងត្រូវតែប្រាប់ពីវិធីសាស្ត្រនៅក្នុងការដកវេទមន្តនឹងត្រឡប់ទៅវិញនៅពេលហ្នឹងហុងជូក៏ឆ្លើយថាអ្នកគ្រូអនវលនឹងអត់បានប្រាប់នាងពីរបៀបនៅក្នុងការដកវេទមន្តនឹងទេអញ្ចឹងហើយសិនយូគាត់ចេះតែដើរតាមសួរថាបើសិនជាអ្នកគ្រូអនវលអត់បានប្រាប់ពីការដកវេទមន្តទេតើអ្នកគ្រូអនវលបាននិយាយអីគេខ្លះចង់ឲ្យតួឯប្រុសយើងនិយាយក៏និយាយទៅហុងជូគិតតែយកដៃបិទលកជីហើយលៀនដានអត់ចង់និយាយជាមួយតួឯប្រុសយើងទេបន្តមកសិនយូគាត់ក៏មកញ៉ាំបាយជាមួយនឹងប៉ាម៉ាក់របស់គាត់តែពេលដែលអង្គុយញ៉ាំបាយហ្នឹងគឺគាត់ធ្វើមុខសពូនហើយអត់ព្រមញ៉ាំអីទាំងអស់គិតទៅអាចជំងឺស្នេហានេះពិបាកព្យាបាលមែនមានតែខ្សែគោទេដែលអាចជួយបានចំណែកហុងជូវិញនៅពេលដែលនាងត្រឡប់មកដល់ផ្ទះនាងស្រាប់តែបានឃើញគេទុកនំមកកញ្ចប់នៅខាងក្រោមនៅលើនំមានសរសេរអក្សរថាខ្ញុំចូលមកនៅជាន់ខាងក្រោមហើយរីកដែលបានស្គាល់ឡើងមកដល់ខាងលើកំពុងតែអង្គុយញ៉ាំនំដែលគេទុកឲ្យនឹងស្រាប់តែតួឯប្រុសរបស់យើងទេមកគាត់បានប្រាប់ហុងជូថាគាត់នឹកនាងខ្លាំងពេកទ្រាំអត់បានទេត្រូវតែទេទៅជាដាច់ខាតហើយសិនយូក៏បន្តទៀតថាបើសិនជាមិនចង់ប្រាប់គាត់ត្រង់នៅអ្វីដែលអ្នកគ្រូអនវលបាននិយាយទេអាចផ្សាយជាអក្សរកាត់ឲ្យគាត់ក៏បានដែរចាំគាត់ស្វែងយល់ដោយខ្លួនឯងមួយទៀតបើសិនជាហុងជូអត់ព្រមឲ្យអក្សរកាត់នឹងមកគាត់ទេគាត់នឹងទៅផ្ទះហុងជូឥឡូវនឹងអញ្ចឹងហើយហុងជូក៏បានយល់ព្រមគឺផ្សាយអក្សរកាត់ឲ្យគាត់ស្វែងយល់ដោយខ្លួនឯងទៅគ្រាន់តែថាអក្សរកាត់នឹងវាច្រើនពេកពិបាកនៅក្នុងការយល់ខ្លាំងមែនទែនគាត់ក៏យកអក្សរកាត់នឹងមកសួរម្ដាយរបស់គាត់តែមិនបាច់ថាម្ដាយរបស់គាត់ទេសូម្បីតែប៉ារបស់គាត់នឹងក៏អត់យល់ដែរយើងងាកមកមើលហុងជូវិញនាងកំពុងតែនៅផ្ទះនឹងស្រាប់តែមានមនុស្សស្លៀកពាក់ខ្មៅម្នាក់បានដើរចូលមកអ្នកស្លៀកពាក់ខ្មៅនឹងបាននិយាយទូរស័ព្ទជាមួយនឹងមនុស្សម្នាក់ថាគាត់បានឲ្យផ្ទះទៅមនុស្សម្នាក់ហ្នឹងហើយកុំឲ្យមនុស្សម្នាក់ហ្នឹងមកញ៉ៃគាត់ទៀតស្មានតែពីណាគេតាមពិតទៅម្នាក់ស្លៀកពាក់ខ្មៅនឹងគឺជាជ័យកយ៉ុងសោះហើយគាត់នឹងហើយគឺជាអ្នកជួលផ្ទះនៅខាងក្រោមបើតាមការស្មានរបស់ខ្ញុំគឺជ័យកយ៉ុងនឹងគាត់បានឲ្យផ្ទះទៅឪពុករបស់គាត់ហើយបានជាគាត់មកជួលផ្ទះនៅខាងក្រៅសំខាន់មកនៅផ្ទះថ្មីគឺចំផ្ទះជាមួយនឹងហុងជូទៀតមិនទាន់ទាំងបាននិយាយគ្នាផងហុងជូក៏រត់មកខាងលើតែម្ដងគឺនាងសប្បាយចិត្តខ្លាំងមែនទែនសប្បាយដល់ថ្នាក់គ្មានអីនិយាយណាឈុននឹងក៏កាន់មកកន្លែងសិនយូវិញតែគាត់កំពុងតែដេកយល់សប្តិឃើញពីអតីតកាលទៀតហើយគឺគាត់បានដេកយល់សប្តិឃើញក្មេងស្រីម្នាក់កំពុងតែឈោងបេះផ្លែឈើនិងមានក្មេងប្រុសម្នាក់ទៀតបានទាញមែកឈើឲ្យនាងស្រួលបេះហើយក្មេងប្រុសដែលទៅទាញមែកឈើហ្នឹងគឺជាក្មេងប្រុសដែលគាត់បានដេកយល់សប្តិឃើញយំកាលពីម្សិលមិញហ៎ចំណែកឯក្មេងស្រីម្នាក់ហ្នឹងគឺមានមុខមាត់ដូចហុងជូកាលពីនៅក្មេងបេះបិទតែម្ដងប្រកាសជាមានមូលហេតុហើយបានជាសិនយូគាត់ចេះតែដេកយល់សប្តិឃើញពីអតីតកាលអញ្ចឹងណាសាច់រឿងក៏បានកើតមកថ្ងៃបន្ទាប់ដែលហុងជូកំពុងតែរៀបចំខ្លួនចេញទៅក្រៅគ្រាន់តែបើកទ្វារចេញមកភ្លាមស្រាប់តែឃើញសិនយូកំពុងតែឈរចាំនាងនៅកន្លែងនឹងល្មមអ្វីដែលសំខាន់ពួកគេទាំងពីរនាក់គឺពាក់អាវដូចគ្នាទៀតហើយសិនយូគាត់ក៏ប្រាប់ហុងជូថាកាលពីយប់មិញគឺគាត់បានដេកយល់សប្តិឃើញហុងជូកាលពីនៅក្មេងទៀតហើយគាត់ក៏ស្នើសុំទៅកាន់ហុងជូម្ដងហើយម្ដងទៀតឲ្យហុងជូដកវេទមន្តនឹងចេញទៅវិញទៅហុងជូនាងក៏តបត្រឡប់មកវិញឲ្យសិនយូនឹងគាត់អានអក្សរកាត់របស់នាងសិនទៅពេលដែលអានដាច់ហើយប្រកាសជាយល់ន័យនៅពេលដែលនិយាយចប់ហើយហុងជូក៏ដើរចេញពីកន្លែងហ្នឹងនាងថែមទាំងប្រាប់សិនយូកុំឲ្យដើរមកតាមនាងទៀតផងហ្នឹងហើយអត់ដើរតាមទេគឺឡើងជិះឡានក្រុងទៅតាមតែម្ដងអារបៀបថាគេជិះទៅណាជិះទៅនឹងតាមគេអញ្ចឹងពួកគេទាំងពីរនាក់បានធ្វើដំណើររហូតតតែមកដល់មាត់សមុទ្រហើយមូលហេតុដែលហុងជូមកកន្លែងហ្នឹងគឺនាងចង់និយាយជាមួយនឹងវិញ្ញាណឪពុករបស់នាងដែលបានស្លាប់ទៅតាំងពីយូរវាស្តៀងទៅនឹងការអុជធុងនិយាយជាមួយនឹងវិញ្ញាណអញ្ចឹងប៉ុន្តែនាងចង់មកនិយាយនៅមាត់សមុទ្រវិញហុងជូនិយាយម្នាក់ឯងបដាស្រក់ទឹកភ្នែកបដាគឺនាងនឹកឪពុករបស់នាងខ្លាំងមែនទែនចំណែកឯសិនយូដែលកំពុងតែអង្គុយនៅក្រោយហ្នឹងស្រាប់តែគាត់បាននឹកឃើញអត្ថន័យអក្សរកាត់ដែលហុងជូបានផ្សាយឲ្យគាត់អក្សរកាត់ហ្នឹងមានអត្ថន័យថាជោគវាសនារបស់អ្នកទាំងពីរមិនអាចកាត់ផ្ដាច់បានទេជំរឿសមានតែមួយគត់គឺត្រូវតែទទួលយកសម្រាប់អ្នកដែលទស្សនារឿងខ្ញុំនៅក្នុង TikTok កុំភ្លេចចូលទៅចុចពាក្យ Subscribe នៅក្នុង YouTube ឲ្យខ្ញុំម្នាក់មួយផងណាហើយរឿង Destiny with You ភាគទី4របស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់តែត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយស្រឡាញ់អ្នកទាំងអស់គ្នាពេញបេះដូងបាយបាយ